ជំរាបសួរបងប្អូនហើយថ្ងៃនេះមកបង្ហាញការងារជូនភ្ញៀវបងប្អូនដោយសារតែគាត់យកមកងាយមិញអត់បានធ្វើថ្លៃតាជាប់ដៃអញ្ចឹងព្រឹកឡើងបង្ហាញជូនគាត់បងប្អូនហើយខ្ញុំក៏យកស្បែកមកធ្វើមកកលឹងនៅលើកូនត្រេនរបស់ខ្ញុំហើយស្បែកគឺខ្ញុំប្រើប្រភេទស្បែកនឹងអញ្ចឹងបងប្អូនដោយសារតែភ្ញៀវគាត់យកទៅប្រើប្រាស់គាត់ពេញចិត្តដោយសារតែស្ទុះល្អអញ្ចឹងបងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់ផ្ញើស្បែកយកមកឲ្យខ្ញុំកលឹងឲ្យខ្ញុំបិទអីបងប្អូនអាចផ្ញើមកបានបងប្អូនខ្ញុំទទួលធ្វើហើយសម្រាប់បងប្អូនដែលគាត់ចាប់អារម្មណ៍ប្រភេទម៉ាស៊ីនកលឹងខ្នាតតូចក៏គាត់អាចកំងបានដូចគ្នាបងប្អូនបើសិនជាបងប្អូនមានម៉ាស៊ីនកលឹងខ្នាតតូចក៏ស្រួលដែរបងប្អូនអាចថាយកទៅសម្រួលការងារខ្លួនឯងអញ្ចឹងណាបងប្អូនពោះមួយរយៈនេះខ្ញុំខ្នាតតូចរបស់ខ្ញុំគឺកលឹងតែស្បែកសុទ្ធបងប្អូនកលឹងស្បែកគ្រឿងមុំអីគឺប្រើស្រួលមែនទែនបងប្អូនខ្នាតតូចវាល្វីសអញ្ចឹងណាបងប្អូនបើយើងកលឹងគ្រឿងតូចហើយខ្នាតធំរបស់ខ្ញុំក៏ជាប់ការងារបឡើងក្រុមជូនភ្ញៀវអញ្ចឹងមានតែខ្នាតតូចនឹងឯងបងប្អូនសម្រួលការងារបានលឿនបានច្រើនអញ្ចឹងបើសិនជាបងប្អូនដែលចាប់អារម្មណ៍ប្រភេទខ្នាតតូចគាត់អត់ចេះប្រើគាត់ចង់បានគាត់យកទៅកលឹងគ្រឿងតិចតួចអីបងប្អូនអាចមកតេស្តកន្លែងខ្ញុំបានបងប្អូនខ្ញុំអាចបរៀនពីរបៀបកលឹងរបៀបប្រើប្រាស់ម៉ាស៊ីនកលឹងខ្នាតតូចនឹងបានអញ្ចឹងបើសិនជាបងប្អូនចាប់អារម្មណ៍បងប្អូនអាចទាក់ទងខ្ញុំបានអាចឆាតជួបខ្ញុំផ្ទាល់ឬក៏បងប្អូនអាចទាក់ទងខ្ញុំបានតាមលេខ Telegram អរគុណ